ល្បីមែនតើសួរថាបើសិនជាថតទៅដោយភាគីម្ខាងទៀតហើយតើខ្ញុំនៅតែផុសធ្វើអីអូខេអញ្ចឹងខ្ញុំសូមបកស្រាយចំណុចកន្លែងហ្នឹងគឺដោយសារតែវីដេអូភាគច្រើនដែលខ្ញុំថតនៅក្នុងទូរស័ព្ទហ្នឹងគឺដោយគាត់សឹងតែទាំងអស់ទៅហើយដោយសារតែគាត់អង្គុយនៅក្រោយខ្នងខ្ញុំបើមិនដោយចំហៀងមុខក៏ដោយស្មាដោយកាយវិការដោយគាត់អញ្ចឹងទៅក្រោយផ្ទុះពេជ្រញ៉ៃប៉ុន្មានថ្ងៃពេលនេះហ្វីយ៉ាតាចេញមកបកស្រាយហើយទទួលយកធម៌ពលគ្មានជាតិហ្គាជាមួយគ្រុឌជួឆើតប្រកាសសាច់ប្រាក់បន្ទាន់កាន់គ្រឿងមាសមក LOLC ទូបានសាច់ប្រាក់រហូតដល់ 70% នៃតម្លៃមាសនិងផ្ដល់ជូនសេវាលាងសម្អាតមាសនិងថ្លឹងគ្រឿងមាសដែលឥតគិតថ្លៃថ្មីមីខ្លាឃ្មុំក្រហមឆ្ងាញ់សរសៃស្រួយស្វិតរសជាតិគ្រឿងសមុទ្រជូរហឹលស្រួយស្វិតទំពាឆ្ងាញ់មកជុំវិញคลิปវីដេអូមួយដែលថតជប់អតីតគូចំនួននៅពីក្រោយបង្កើតឲ្យមានការបែកញែកយ៉ាងខ្លាំងពេញបណ្ដាញសង្គមជាកាយវិការពេបជ្រីឬដៀបដាមចង់បានចំណាប់អារម្មណ៍នោះពេលនេះកញ្ញាហ្វីយ៉ាតាចេញមកបកស្រាយហើយតាមរយៈคลิปវីដេអូរយៈពេល7-20នាទីបបកញ្ញាចក្រវាលឆ្នាំ2025រូបនេះបានបញ្ជាក់ថាខ្លួនមិនមានចេតនាចង់បញ្ឆេះរឿងឬពេបជ្រីយកចំណាប់អារម្មណ៍អ្វីនោះឡើយដោយកញ្ញាហ្វីយ៉ាតាបានបញ្ជាក់ថាហើយហេតុអីបានជាខ្ញុំសម្រេចចិត្តផុសវីដេអូហ្នឹងក៏ដោយសារតែខ្ញុំគិតថាក្នុងចិត្តខ្ញុំណាខ្ញុំអានេះខ្ញុំគិតពីខ្លួនខ្ញុំទេតែវាអាចនឹងខុសជាមូលហេតុដែលធ្វើឲ្យមានរឿងហ្នឹងកើតឡើងខ្ញុំគិតថាប្រហែលជាគាត់អាចដាក់ចិត្តមកអង្គុយនៅពីក្រោយខ្នងយើងបានទាំងដែលខ្ញុំអូខេឥឡូវខ្ញុំសូមនិយាយថាតុកហ្នឹងគឺខ្ញុំមកដល់ខ្ញុំអង្គុយមុនហើយគាត់មកតាមក្រោយអញ្ចឹងខ្ញុំមិនបន្ទោសទេណាកុំស្ដាប់ថៃកុំយល់ថាខ្ញុំបន្ទោសថាគេអង្គុយណាក៏បានរឿងគេចាស់គាត់អង្គុយណាក៏បានគឺជារឿងរបស់គាត់មែនប៉ុន្តែដោយសារគឺខ្ញុំចូលក្នុងរោងការហ្នឹងម៉ោង6កន្លះជាមួយនឹងគ្នារបស់ខ្ញុំប្រហែល6-7នាក់ហ្នឹងហើយអញ្ចឹងយើងគ្រាន់តែដើរចូលទៅក៏ខ្ញុំអង្គុយនៅអាតុកទី1ហ្នឹងដែលនៅលើតុកហ្នឹងគឺគាត់មានដាក់លេខឈ្មោះឲ្យថាតុករបស់អ្នកណាហើយតុកខាងក្រោយខ្ញុំហ្នឹងតុករបស់អ្នកណាអញ្ចឹងតុកខាងក្រោយហ្នឹងគឺតុករបស់ពនាងចាគឺតុករបស់ពនាងផ្ទាល់អញ្ចឹងពេលដែលពួកយើងអង្គុយហូបអីហ្នឹងខ្ញុំអង្គុយបែរទៅតុកខ្ញុំអង្គុយបែរទៅផ្លូវដើរចេញដើរចូលអញ្ចឹងអ្នកណាចេញចូលអីភាគច្រើនខ្ញុំឃើញទាំងអស់អញ្ចឹងមិនមែនខ្ញុំចាំតាមចាប់មើលគាត់ទេប៉ុន្តែគាត់ថាយើងមើលទៅយើងឃើញហើយមនុស្សចេញចូលយើងស្គាល់គ្នាតែទាំងអស់នៅក្នុងរោងហ្នឹងភាគច្រើនហ្នឹងយើងដឹងអញ្ចឹងខ្ញុំឃើញថាគាត់មកនៅក្រោយពេលកាត់នំទេហើយពេលដែលគាត់ដើរមកចូលខ្ញុំគាត់ខ្ញុំគិតថាទៅធម្មតាយើងមនុស្សធ្លាប់ស្គាល់គ្នាយើងនិយាយថមទៅមនុស្សធ្លាប់ស្គាល់ធ្លាប់ប៉ះពីអីគ្នាទៅយើងមើលគាត់អង្គុយនៅណាអញ្ចឹងគាត់ដើរទៅគាត់ទៅអង្គុយនៅខាងនោះទេចាអញ្ចឹងគាត់អង្គុយខាងម្ចាស់ម្នាក់អញ្ចឹងខ្ញុំគិតថាអត់អីទេអញ្ចឹងណាគេអង្គុយណាក៏អង្គុយទៅយើងក៏សប្បាយជុំគ្នាទៅក្រោយមកក៏ឃើញគាត់ដើរមក hello តុកខាងពនាងខាងក្រោយ hello អីហើយពួកគាត់ក៏អាសាដើរមកម្ដងទៀតអញ្ចឹងទៅហើយក៏គាត់ក៏សម្រេចចិត្តថាអង្គុយតុកនឹងដែរតែម្ដងទៅខ្ញុំក៏គិតថាជ្រុលជាថាវីដេអូទាំងអស់សឹងតែផុសមិនបានហើយដោយសារតែដោយគេទាំងអស់ខ្ញុំអត់ចង់ថាយើងយក attention អីទេតែវីដេអូមួយហ្នឹងដែលខ្ញុំសម្រេចចិត្តផុសដោយសារតែខ្ញុំកំពុងតែញ៉ាំហើយភ្លេងហ្នឹងតារាចម្រៀងនៅលើឆាកគាត់កំពុងតែច្រៀងមានន័យថាព្រឹត្តិការណ៍ហ្នឹងកំពុងតែកើតឡើងដូច live ដូចជីវិតបច្ចុប្បន្នហ្នឹងអញ្ចឹងកំពុងតែកើតខ្ញុំកំពុងតែនិយាយហ្នឹងអញ្ចឹងខ្ញុំមិនអាចសារវាថយក្រោយបានទេវាមិនមែនជាវីដេអូហ្គេមទេអញ្ចឹងបទចម្រៀងហ្នឹងក៏កំពុងតែច្រៀងខ្ញុំក៏កំពុងតែរាំលេងចេះតែដល់ពេលប្រូចម្រៀងហ្នឹងច្រៀងដំបូងមកថាខ្ញុំសំណាងណាស់ថ្មីបើខ្ញុំចាស់តែចិត្តខ្ញុំក្មេងខ្ញុំប្រហែលជាចំណងជើងចម្រៀងហ្នឹងអញ្ចឹងlyric ចម្រៀងហ្នឹងអញ្ចឹងហើយគាត់តែខ្ញុំសំណាងណាស់ខ្ញុំក៏ចេះតែរាំទៅថ្មីបើខ្ញុំចាស់គាត់ខ្ញុំចាស់ខ្ញុំថាអត់ទេមិនបាត់ខ្ញុំទេមិនបាត់នឹងឯងខ្ញុំមិនមែនធ្វើមុខធ្វើមាត់ឌឺទៅអ្នកខាងក្រោយទេពេលហ្នឹងខ្ញុំពេលដែលសកម្មភាពថតមែនតើខ្ញុំក៏អត់ដឹងថាខាងក្រោយហ្នឹងមាននឹងអីកើតឡើងដែរដល់តែមកមើលម្ដងទៀតទៅខ្ញុំមើលទៅខ្ញុំវាល្អសោយខ្លួនឯងកន្លែងហ្នឹងហើយខ្ញុំគិតថាវា shoot ទៅខ្ញុំផុសចេញទៅតែវីដេអូផ្សេងទៀតអ្នកនរគ្នាឃើញថាខ្ញុំអត់បានធ្វើ vlog ផុសហើយជាទូទៅខ្ញុំធ្វើតែធ្វើ vlog ផុសពេលទៅកម្មវិធីអីមួយអញ្ចឹងខ្ញុំអត់បានធ្វើ vlog ផុសទេដោយសារតែនៅពីក្រោយខ្នងហ្នឹងគឺថតដោយគាត់ច្រើនអញ្ចឹងខ្ញុំសុខចិត្តថាផុសអានេះមួយចោះដែលខ្ញុំផុសអាហ្នឹងមួយហ្នឹងក៏ដោយសារតែខ្ញុំគិតថាប្រហែលជាគាត់ដាក់ចិត្តថាបានអង្គុយចិត្តគ្នាអញ្ចេះហើយទោះបីមិនយើងមិននិយាយរកគ្នាយើងមិនសំណេះសំណាលគ្នាក៏ខ្ញុំមានអារម្មណ៍ថាបើយើងអាចនៅក្នុងរង្វង់ទូចមួយជាមួយគ្នាសឹងតែថាដើរប៉ះគ្នាហើយក្នុងចិត្តគាត់ប្រហែលជាលេងអីហើយតែដឹងថាខ្ញុំគិតវិជ្ជមានម្នាក់ចោះក៏ប្រហែលជាខ្ញុំគិតថាប្រហែលជាអារម្មណ៍ផ្លាស់ប្ដូរហើយទោះបីតែយើងនឹងមិនរាប់អានគ្នាឡើងវិញតែប្រហែលជាមិនចាំបាច់រស់ពេញមួយជីវិតហ្នឹងអោបកសោបការស្អប់ខ្ពើមគ្នាទេកុំហឹងនៅក្នុងចិត្តទេខ្ញុំគិតថាប្រហែលជាគាត់គិតដូចខ្ញុំដែរអញ្ចឹងទន្ទឹមនឹងការបកស្រាយពីបញ្ហានេះវីយ៉ាតាក៏បានរំលឹកទៅដល់រឿងចាស់ដែលបានកើតឡើងពីមុនដែរថាពេលនោះបើគ្មានភ្លើងក៏គ្មានផ្សែងឡើយហើយក៏មិនមែននៅសុកខ្លួនទៅឡាយជាបញ្ចោមិត្តភ័ក្តិទាំងដែលគ្មានរឿងនោះដែរហើយរឿងនេះក៏មិនមែនឈឺចាប់តែម្ខាងនោះទេខ្លួនក៏ឈឺចាប់ដែរមិនមែនមនុស្សមកអាក្រក់មិនចេះឈឺចាប់នោះទេប៉ុន្តែនាងរំសាយការគុំគួននេះព្រោះនាងមិនចង់រស់នៅឲ្យភាពស្អប់នេះមួយជីវិតនោះទេកញ្ញាវីយ៉ាតាបានបន្តទៀត
ត្បិតតែយើងមិនរាប់អានគ្នាមែនតែនាងមិនចង់ឲ្យខ្លួនឯងនឹងមានវិបត្តិក្នុងចិត្តទៀតដែរជាពិសេសបើមិនអាចលើកលែងទោសឲ្យគេបាននាងខ្លួនឯងក៏មិនអាចលើកលែងទោសឲ្យខ្លួនឯងបានដែរដូច្នេះហើយទើបនាងសម្រេចចិត្តទម្លាក់ចោលទាំងអស់